ថ្ងៃទី6និងទី9ខែសីហាឆ្នាំ1945ជាថ្ងៃដែលប្រជាជនជប៉ុននិងបណ្ដាប្រទេសនៅលើពិភពលោកចងចាំមិនភ្លេចនៅហេតុការណ៍ដែលបានកើតឡើងនៅទីក្រុង Hiroshima និង Nagasaki នៅក្នុងប្រទេសជប៉ុនដើម្បីបញ្ចប់សង្គ្រាមលោកលើកទី2អាមេរិកបានសម្រេចចិត្តដ៏ធំធេងមួយនោះគឺការទម្លាក់គ្រាប់បែកបរមាណូចំនួន2គ្រាប់ទៅលើជប៉ុននៅថ្ងៃទី6ខែសីហាឆ្នាំ1945វេលាម៉ោង 8:16 នាទីព្រឹកយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកក៏បានទៅដល់ទីតាំងកំណត់គឺទីក្រុង Hiroshima រួចក៏បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ធ្វើឲ្យទីក្រុងទាំងអស់ស្ទើរតែខ្ទេចខ្ទីទាំងស្រុងនិងមានមនុស្សស្លាប់ជាង 14,000 នាក់3ថ្ងៃក្រោយមកទៀតពោលគឺនៅថ្ងៃទី9ខែសីហាឆ្នាំ1945អាមេរិកក៏បានធ្វើការទម្លាក់គ្រាប់បែកបរមាណូចំនួន1គ្រាប់ទៀតទៅលើទីក្រុង Nagasaki ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង 40,000 នាក់ថែមទៀតនៅទីបំផុតអធិរាជជប៉ុនក៏បានលើកទង់សរសុំចុះចាញ់បន្ទាប់ពីការវាយប្រហារ6ថ្ងៃយ៉ាងដំណំ